ន្ត្រីទាំងពីរនាក់បានក្រោកឡើងយ៉ាងលឿនគាត់បានមកហើយរត់ត្រឡប់ទៅខេត្តកៃហ្វេងវិញលោកយ៉ានយ៉ាវបានផ្ញើសារចាងចៅបានឮថាមានមនុស្សនៅក្នុងវត្តសាសនាតើចង់ឃើញនរណាម្នាក់ប្រព្រឹត្តបទឧក្រិដ្ឋនៅពាក់កណ្ដាលអធិការមនុស្សម្នាក់នេះជានរណាឲ្យប្រកាសណាស់ខ្ញុំបានឃើញក្រុមមនុស្សចម្លែកមួយវត្តតោកំពុងឆ្ពោះទៅកាន់កៃហ្វេងឆ្ពោះទៅទីពីយកពីទីក្រុងចាងចៅបានហោះទៅមុខភ្លាមពួកគេបានរារាំងផ្នែកខាងមុខនៃជួរទោះជាយ៉ាងណាក៏ដោយដូចមន្ត្រីពីរនាក់ដំបូងដែរស្ទើរតែដូចគ្នាព្រះមហាក្សត្រធំនិងពួកបរិវាររអើក្រទុំនិងត្រួតត្រាសូម្បីតែយ៉ានយ៉ាវដែលស្ថិតនៅក្រោមយុត្តាធិការនៃទីដូច្នេះហើយយ៉ានយ៉ាវបានក៏វិដ័យកាន់ដាវបែរមុខទៅពួកដូនជីតាវការកាប់សម្លាប់ជាបន្តបន្ទាប់ដោយមិននឹកស្មានដល់ការខិតខំប្រឹងប្រែងរបស់យ៉ានយ៉ាវនោះមិនមានផលប៉ះពាល់អ្វីទាំងអស់ទោះបីជាដាវរបស់គាត់ទម្លុះក៏ដោយសពរបស់ដូនជីនោះប៉ុន្តែភាគីម្ខាងទៀតប៉ុន្តែមិនមានការឈឺចាប់ទេដូចជាពួកគេបន្តដំណើរទៅមុខទៀតដូចជាគ្មានអ្វីកើតឡើងមិនត្រឹមតែប៉ុណ្ណោះទេគាត់ថែមទាំងបានបង្អួតស្នាដៃតាំងពីពណ៌ចៅបានគាត់ចេញជាសំណាងល្អចាងចៅមានភាពរហ័សរហួនការវិប្រហារដោយដាវគឺជាការវិប្រហារដោយផ្ទាល់ហើយសត្វធម៌មានសារៈសំខាន់ជាងប៉ុន្តែព្រះអង្គមិនបានចំពោះឡើយព្រះអង្គស្ដេចធម៌គ្រាន់តែរើចេញម្រាមដៃដាវរបស់យ៉ានយ៉ាវវាបានរួញចុះដល់ពាក់កណ្ដាលភ្លាមបន្ទាប់ពីនោះព្រះមហាក្សត្រធម្មធិបតីបានយ៉ាងមួយចំណុចចាងចៅក៏ត្រូវបានបណ្ដេញចេញយ៉ាងវែងឆ្ងាយលោកយ៉ានយ៉ាវដែលរងរបួសយ៉ាងធ្ងន់ធ្ងរដោយមិនអាចប្រយុទ្ធបានទៀតទេពួកគេបានត្រឹមតែមើលសម្លឹងមើលមុខរបស់ស្ដេចធម្មឆ្លងកាត់ខ្លួនឯងនេះបង្ហាញថាប្រសិនបើព្រះមហាក្សត្រធម្មការសម្លាប់យ៉ានយ៉ាវនឹងងាយស្រួលនឹងគួរឲ្យជឿបាត់ដៃប្រឆាំងហើយទាំងអស់នេះឥឡូវនេះគឺត្រឹមត្រូវបាយយូថាងបានទទួលយកអ្វីទាំងអស់យូថាងបានជួយចាំងឲ្យក្រោកឡើងយ៉ាងលឿនចៅហើយបានបញ្ឈប់គាត់ទាន់ពេលវេលាបន្តការដេញតាមដរាបណាអ្នកនៅតែបន្តរុញច្រាននោះគ្មានឱកាសឃើញទេនៅថ្ងៃស្អែកទេវាវិជ្ជមានតើនេះជាវិធីសាស្ត្រឬវិធីសាស្ត្របែបណាវាជាទ្វារដែកដែលមានផ្លូវកោងដើម្បីទទួលបានសហវត្តឲ្យបានឆាប់តាមដែលព្រះអង្គបានសោយទីបង្គត់ឲ្យក្រុមអ្នកអំដំណើរទាំងមូលនៃព្រះបានធ្វើដំណើរពេញមួយយប់ហើយទីបំផុតបានមកដល់ពេលមកដល់វិមានរបស់គ្រូធំអំដោយខ្យល់បក់បោកភ្លៀងបានកាត់ឡើងស្ដេចធរបានរអ៊ូទមនៅធរសោតដង្កាប់5ដែលបាញ់ទៅលើព្រលឹងបណ្ដាសាបានវាប្រហារ Grand Thirupeng ភ្លាមខ្ញុំជាក្បាលរបស់ខ្ញុំកំពុងប្រេះដោយការជិះចាប់ហើយខ្ញុំកំពុងរំលឹកបានព្រះបាទធម្មរាជានិងពួកបរិវារបានមកដល់ទៅក្នុងវិមានហើយអ្នកបម្រើនៅខាងខ្ញុំបានកាន់តែខ្លាំងឡើងហើយបានឡំពាត់ទីក្រុងសៀងហៃព្រលឹងអារក្សខ្យល់គួចបានបក់បោកក្រុមអារក្សមួយក្រុមទៅឆ្ងាយកាលព្រះបាទធម្មរាជានិងពួកបរិវាររបស់ព្រះអង្គបានចូលសាធំមានរូបសំណាករបស់លោកគ្រូធំប៉ាងគាត់បានរត់ទៅរកស្ដេចធរដូចជាត្រូវបានអង្គគោរពបីដងដោយអស់ពីកម្លាំងរបស់គាត់នៅចំពោះពី Crowthorne Grand Thirupeng បន្ទាប់មកគាត់បានដឹងខ្លួនឡើងវិញសម្លឹងមើលក្រុមមនុស្សចម្លែកនេះអាណាចក្រអារក្សដែលគ្រូធំប៉ាងចង់បានគាត់ព្យាយាមរត់គេចខ្លួនប៉ុន្តែត្រូវចាប់បានស្ដេចធរបានហៅពួកគេព្រះមហាក្សត្រធម្មធិបតីបានទាមទារឲ្យពួកគេអាចធានាបាននូវសមត្ថភាពពេញមួយជីវិតរបស់ពួកគេធំប៉ាងនិងទីប្រឹក្សារបស់គាត់ជាភាសាចិនបុរាណវាចំណាយពេលខ្ញុំមួយរយៈដើម្បីចងចាំពួកគេចង់បានវិធីសាស្ត្រទុកតាខ្សែពួរ 1000 ឆ្នាំវាងកំពុងរងចាំចម្លើយរបស់អ្នកវាងឯងខ្ញុំច្បាស់ហើយប្រកូលខ្សែពួរមកខ្ញុំនឹងការពារអ្នកហើយរក្សាសុវត្ថិភាពអ្នកពេញមួយជីវិតចាត់ទុកនេះជាលេខដំបូងរបស់អ្នកមានកន្លែងខុសដើម្បីបញ្ជាជំរាបលោកម្ចាស់ខ្ញុំនឹងឆ្លើយខ្ញុំបានសន្យានឹងអ្នកហើយថាគុំវីប៉ាំងតៃទៀតអីឥឡូវនេះលោកគ្រូបានយកពីការបង្រៀនរបស់អ្នកមកប្រកបខ្សែពួកទេអ្នកពិតជាអាក្រក់ណាស់ក្មេងនោះខ្លាចជីវិតរបស់ខ្លួនស្ថិតក្នុងគ្រោះថ្នាក់គាត់បានស្វែងរកទីប្រឹក្សារបស់គាត់គឺជាភ្លាមតែមានគម្រោងប្រកួតតុកតាខ្សែពួរនោះទៅឲ្យគេស្ដេចធម៌មិននឹកស្មានថាជីកៅនឹងគាត់មានចិត្តណាលាក់កំបាំងហើយមានចំណេះដឹងផ្នែកច្បាប់បានចិត្តយកតុកតាខ្សែពួរនោះមកឲ្យដោយអាងថាគាត់បាននៅក្នុងតុកតាខ្សែពួររួចហើយរាងកាយរបស់គាត់ទាំងមូលត្រូវបានគ្រប់ដណ្ដប់ដោយថ្នាំពុលដ៏សាហាវព្រះអាទិត្យភ្លាមពាក្យសម្ដីរបស់ជីកៅបានខ្លាយជាគង់បានគ្រប់គ្រងព្រះធម៌ស្ដេចប៉ាងលោកគ្រូធំបានឃើញស្ដេចធម្មធិបតីឲ្យត្រូវបានជួយនោះគាត់មានអារម្មណ៍ជឿជាក់ជាងមុនស៊ីជូពិតជាបាននិយាយជាមួយស្ដេចធំលក្ខខណ្ឌគឺដរាបណាព្រះមហាក្សត្រមានព្រះរាជទានលោកប៉ៅចេញផ្ទាល់ដែលត្រូវបានចាប់ដាក់គុកនៅក្នុងខេត្តកៃហ្វេនិងផ្ដោតតុកតាខ្សែពួរដោយដៃទាំងពីរស្ដេចធម្មធិបតីទ្រង់ចាត់ទុកខ្លួនឯងថាមានឫទ្ធិវិទ្យារបស់តួអង្គទុយតាច់ដូចជាប៉ៅចេងមិនចាំបាច់និយាយទេដូច្នេះស្ដេចធរបន្ទាប់មកក្រុមនេះបានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តខេត្តខេវិញបានវាយប្រហារអ្នកយាមទ្វារចង់បញ្ឈប់ពួកគេជាលទ្ធផលនៃការរារាំងស្ដេចធរបានបញ្ចេញមន្តអាគមត្រូវបានសម្លាប់ភ្លាម